នេះជាប្រភេទW3002 យើងអាចប្រើជាមួយនឹងកម្ដៅពងមាន់ក៏បានយើងអាចភ្ញាស់ពងមាន់ក៏បានអញ្ចឹងដើម្បីយើងយកទៅតសម្រាប់កម្ដៅពងមាន់គឺយើងតមានខាងក្រោយនេះគឺមានមាន in ហ្នឹងគឺ input ហ្នឹងគឺភ្លើងចូលមានពណ៌ក្រហមហើយពណ៌ខ្មៅចំណុចភ្លើងចេញគឺ output នេះលឿងខ្មៅនេះ output អញ្ចឹងបើសិនជាយើងប្រើជាមួយនឹងកម្ដៅពងមាន់គឺយើងតភ្លើងចូលមកក្រហមនេះខ្មៅនេះភ្លើងចូល220ចំណុចលឿងខ្មៅនេះគឺភ្លើងចេញណាងាយស្រួលទេតែបើសិនជាបងតជាមួយទូភ្ញាស់ខ្ញុំភ្លើងចេញនេះណាយើងប្រើជាមួយនឹងពូលកម្ដៅចំណែកក្រហមនេះខ្ញុំ recommend បងប្អូនឲ្យតជាមួយនឹងភ្លើងចូលហើយដង្ហាល់ឲ្យវាវិល24ម៉ោងតែហ្មងដែរដើម្បីឲ្យបានសំណើមខ្ពស់ណាហើយចំណែកខ្សែនេះគឺខ្សែ sensor គឺយើងដាក់នៅលើពងណាពេលដែលយើងភ្ញាក់គឺយើងដាក់លើពងហ្នឹងងាយស្រួលទេងាយស្រួលតទេមាន2ចេញ2ចូលណាក្រហមចូលក្រហមខ្មៅគឺចូលលឿងខ្មៅគឺចេញភ្លើងចេញហើយយើងប្រើជាមួយនឹងភ្លើង220ហើយខ្ញុំសូមប្រាប់បងប្អូនថានេះជាប្រភេទដុំវិជា3002ប្រភេទលេខ1ណាបងមើលទៅខាងក្រៅប្រភេទលេខ1គឺល្អធានាហ្មងហ្នឹងមានគុណភាពប្រើមិនងាយខូចទេបងប្អូនបើសិនជាបងប្អូនត្រូវការបងប្អូនអាចឆាតតាម Facebook បន្ទាប់បានគេសូមអរគុណ